សួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំថតមន់ថ្មីដែលទើបតែមកដល់ពីល្ងាចមិញហ្នឹងឲ្យបងប្អូនមើលលេងកំសាន្តគឺអាឆេះនេះឯងបងប្អូនដែលខ្ញុំទើបតែយកមកដល់ល្ងាចមិញហ្នឹងឡូវាមក32ឥឡូវវាស្រកនៅស27វាស្រកស្អាតហើយខ្ញុំយកមកនេះគឺយើងមិនទាន់បានឡាំវាមើលទេឥឡូវនេះយើងថតឲ្យបងប្អូនមើលលេងកំសាន្តសិនបងប្អូនឃើញមន់ទាំងអស់នេះសិតតែទាំងហក់ដែរដោយសារក្តៅពេកបងប្អូនអើយម៉ោង5ហើយយើងជូតទឹកហើយនៅតែក្តៅទាំងហក់ទៀតអញ្ចឹងខែនេះក្តៅខ្លាំងណាស់បងប្អូនអើយសូម្បីតែបងប្អូនគាត់ចាំមកគាត់ដឹងច្បាស់ហើយថាខែហ្នឹងជាខែក្តៅអញ្ចឹងនិយាយពីរឿងមន់យើងវិញមន់អាឆេះនេះគីឡូវាគឺ27ពីមុនវាគីឡូ32តែឥឡូវវាស្រកគីឡូ27យើងយកមកថែសិនចំណែកឯសណ្ដោកនេះបងប្អូននៅខាងថែខាងស្អីគ្នាយូរដែរហើយឥឡូវចាប់ពីស្អែកទៅយើងឆ្លៀតពេលដើម្បីថែមន់ទាំងអស់នេះវិញហើយបញ្ចូលដល់មេថ្មនិងដាក់ថ្នាំដាក់ចំណីពៅវាវិញដើម្បីឲ្យវាមានកម្លាំងមានសុខភាពល្អយើងក្រុងទុកចោលយូរពេកខ្លាចវាស្កកវាយលែងកើតឥឡូវនេះខ្ញុំកំពុងតែទិញមន់ចូលវិញបដាហើយដើម្បីចែកជូនបងប្អូនលេងបន្តមន់ណាល្អយើងលក់តម្លៃសមរម្យឲ្យបងប្អូនលេងមន់ណាដែលអត់សូវល្អយើងក៏មិនចែកជូនបងប្អូនដែរតែធ្វើម៉េចយើងជាអ្នកស្រឡាញ់បាក់សីកីឡាទាំងអស់គ្នាយើងចេះតែខ្សែផ្សំទៅបងប្អូនពីនោះបន្តិចពីនេះបន្តិចមន់ចេះតែនាំចូលដើម្បីឲ្យបានច្រើនដូចមុនសម្រាប់ការចូលឥឡូវនេះគឺខ្ញុំអត់មានគម្រោងចេញចូលទៅណាទេគ្រាន់តែយើងសីវាយើងថែវាទៅដល់ពេលណាយើងមានគម្រោងគឺយើងចូលតែម្ដងសម្រាប់ជុំផននេះដូចខ្ញុំជម្រាបបងប្អូនក្នុងវីដេអូមុនអញ្ចឹងគឺដោយសារវាបដូររោងឥឡូវនេះយើងមានតែទិញមេដើម្បីមកកាត់វាទុកយកកូនចែកជូនបងប្អូនលេងបន្តហើយមេដែលខ្ញុំទិញគឺទិញពីក្រុមធំបងដែលគាត់យកមេជុំផនស៊ីនអញ្ចឹងខ្ញុំយកមកកាត់វាដើម្បីបានជុំផនឈាមចែកជូនបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនបើមានការរំខានគឺខ្ញុំលេងមន់ទៅខាងក្រៅសូមបងប្អូនមេត្តាអធិស្ឋានផងហើយបងប្អូនដែលមើលវីដេអូនេះកុំភ្លេចចុចជា Subscribe ដើម្បីផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណបងប្អូនទាំងអស់គ្នាតាមវីដេអូនេះពីដើមរហូតដល់ចប់